ការកែតម្រង់ហិរញ្ញវត្ថុសាធារណៈគឺយើងប្រែក្លាយការរៀបចំប្រព័ន្ធថវិកាមួយដែលផ្ដោតទៅលើធាតុចូលមកកាន់ប្រព័ន្ធថវិកាមួយដែលផ្ដល់នូវគណនេយ្យភាពអំពីលទ្ធផលដែលសម្រេចបានជាចក្ខុវិស័យនៃការកែតម្រង់ហិរញ្ញវត្ថុសាធារណៈមិនខុសអ្វីពីការកែតម្រង់រដ្ឋបាលសាធារណៈជាទូទៅផងទេគឺយើងប្រែក្លាយអំពីការរៀបចំប្រព័ន្ធថវិកាមួយដែលផ្ដោតទៅលើធាតុចូលមធ្យោបាយដែលប្រើប្រាស់មកកាន់ប្រព័ន្ធថវិកាមួយដែលផ្ដល់នៅពន្លឺផ្ដល់នៅព័ត៌មានផ្ដល់នៅគណនេយ្យភាពអំពីលទ្ធផលដែលសម្រេចបានហើយដែលយើងទុកថានេះជាប្រព័ន្ធហិរញ្ញវត្ថុសាធារណៈមួយដែលមានលក្ខណៈជាស្តង់ដារស្របតាមឧត្តមមានវត្តអន្តរជាតិព្រមទាំងយកមកប្រើការនៅក្នុងបរិការរបស់កម្ពុជាយើងជាយុទ្ធសាស្ត្រនៃការកែតម្រង់ហិរញ្ញវត្ថុសាធារណៈយើងបានរៀបចំផែនការសកម្មភាពជាក្របខ័ណ្ឌយុទ្ធសាស្ត្រជា4ដំណាក់កាលដែលអនុវត្តទៅតាមអភិក្រមជា platform approach ជាអភិក្រមបោះជំហានជាដំណាក់ផងជាថ្នាលសម្រាប់បណ្ដុះឲ្យមានសកម្មភាពគ្រប់គ្រងនៅតាមក្រសួងស្ថាប័នទៅដល់ក្របខ័ណ្ឌនិមិត្តកម្មជាយុទ្ធសាស្ត្រនៃការកែតម្រង់ហិរញ្ញវត្ថុសាធារណៈផងនិយាយជាសាមញ្ញប្រែថាដំណាក់កាលនីមួយៗពង្រឹងឲ្យដំណាក់កាលនីមួយៗបន្ថែមទៀតការជឿទុកចិត្តបាននៃថវិកាបានមកអំពីការកសាងនៅគណនេយ្យភាពហិរញ្ញវត្ថុគណនេយ្យភាពហិរញ្ញវត្ថុជាបច្ច័យនាំឲ្យយើងឈានទៅដល់ការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយរីឯការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាបច្ច័យនាំឲ្យយើងអាចធានាបាននៅសមិទ្ធកម្មលទ្ធផលដែលត្រូវសម្រេចបានហើយកិច្ចការងារនេះជាកិច្ចការងារដែលមានលក្ខណៈជាអន្តរស្ថាប័នមានអ្នកដើរតាមមានអ្នកនាំមុខក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានគណៈកម្មាធិការដឹកនាំកែតម្រង់ហិរញ្ញវត្ថុសាធារណៈជាអ្នកដឹកនាំរីឯអ្នកដើរតាមគឺមានក្រុមការងារកែតម្រង់ហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងស្ថាប័នទាំងអស់ដែលចូលរួមចំណែកក្នុងការប្រែក្លាយក្របខ័ណ្ឌនិមិត្តកម្មដើម្បីឲ្យមានសមានគតិភាពជាមួយនឹងលក្ខណៈពិសេសលក្ខណៈដលែកតួនាទីភារកិច្ចរបស់ក្រសួងស្ថាប័ននីមួយៗរៀងៗខ្លួន